ចាបងបងខ្ញុំមានតិចនិចមួយចង់ចែករំលែកជូនទៅដល់បងបងទាំងអស់គ្នាចាសម្រាប់បងបងដែលស្លម្ជូរចាឬមួយក៏ស្លប្រហើរចង់ឲ្យស្លរបស់យើងឈ្ងុយម្អមណាចាបងបងអាចធ្វើដូចខ្ញុំបានព្រោះខ្ញុំចេះពីម្ដាយរបស់ខ្ញុំដែរទេចាស្លបងម្អមចាគឺគាត់ឲ្យច្រាំម្អមហ្នឹងជាមួយនឹងខ្ទឹមមកទៅពីកពឹសមកគឺថាម្អមរបស់យើងពេលដាក់ចូលស្លទៅគឺមានក្លិនឈ្ងុយម្អមហ្មងបងបងទាំងអស់គ្នាឈ្ងុយជាងយើងអត់ប្រើខ្ទឹមលាយជាមួយណាចាហើយថ្ងៃនេះមកផ្ទះបេះបានស្លឹកបាសខ្ចីខ្ចីបងបងអញ្ចឹងហើយក៏នឹកឃើញចង់ស្លប្រហើរម្ដងចាគឺប្រហើរតាពាំងរបស់យើងនឹងឯងហើយដូចចិត្តទៀតមកសាក៏ទិញបានតាពាំងហើយនឹងផ្សិតចាទិញបានតា2មុខ3មុខបងបងជាមួយនឹងត្រួយលពៅមួយមុខទៀតចាអញ្ចឹងហើយយើងបានប៉ុណ្ណាយើងស្លប៉ុណ្ណឹងណាបងបងចាអត់ទាន់គ្រប់គ្រឿងទេតែដោយសារយើងរកបានប៉ុណ្ណាយើងក៏ឆ្នៃស្លប៉ុណ្ណឹងទៅចាអញ្ចឹងមានតាពាំងមានផ្សិតមានតងលពៅបូកជាមួយនឹងស្លឹកបាសដែលយើងបេះមកពីផ្ទះណាបងបងទាំងអស់គ្នាចាហើយសម្រាប់ត្រីស្លគឺខ្ញុំទិញបានត្រីមួយហើយនឹងត្រីឆ្លាតចាត្រីឆ្លាតនេះដោយសារខ្ញុំទិញបានតិចអញ្ចឹងហើយអត់បានកោកប្រហិតទេគឺខ្ញុំយកមកប្រឡាក់ចៀនញ៉ាំជាមួយនឹងស្លតាពាំងនេះតែម្ដងបងចាអញ្ចឹងរបៀបស្លចាបងបងស្លដូចខ្ញុំអត់សម្រាប់ខ្ញុំការស្លតាពាំងគឺខ្ញុំចិត្តតាពាំងហើយខ្ញុំយកមកច្របាច់ជាមួយអង្គហើយនឹងអំបិលតិចបងបងយើងច្របាច់ហើយបានខ្ញុំដាក់ដាំទឹកហើយដាក់ដាំទឹកចាខ្ញុំបន្ថែមជាមួយនឹងខ្ទឹមស2 3កពឹសអញ្ចឹងណាបងបងទាំងអស់គ្នាចាយើងស្ងោរវាមកស្ទុះហើយបានជ្រុំប្រហុកហើយបានយើងដាក់ត្រីដាក់អីដាក់គ្រឿងដាក់ក្រូវស្ករប៊ីចេងអញ្ចឹងណាបងបងហើយបន្លែរបស់យើងក៏បានចិត្តរួចផងដែរមានផ្សិតចាមានតងលពៅមានជាមួយនឹងស្លឹកបាសរបស់យើងចាហើយអត់ភ្លេចទេគឺម្អមបងបងចាម្អមគឺក្បាច់អត់បានទេហើយនេះគឺខ្ញុំបានជ្រុំប្រហុកហើយចាជ្រុំប្រហុកហើយគឺខ្ញុំដាក់ជាមួយត្រីហើយយើងស្លនេះគឺខ្ញុំបានបន្ថែមជាមួយនឹងប្រេងអូលីវបន្តិចដើម្បីឲ្យវាមានជាតិប្រេងដើម្បីឲ្យបន្លែរបស់យើងទន់អញ្ចឹងណាបងបងដោយសារបន្លែស្លរបស់យើងនេះគឺអត់មានជាតិមានខ្លាញ់មានអីទេដោយសារយើងស្លត្រីស្រែអញ្ចឹងណាបងបងអញ្ចឹងហើយចង់ឲ្យបន្លែរបស់យើងរៀងទន់គឺខ្ញុំបន្ថែមជាមួយនឹងប្រេងអូលីវបងអត់មានទេថែមជាមួយប្រេងឆារបស់យើងបន្តិចទៅតែនៅផ្ទះខ្ញុំអត់ប្រើជាប្រភេទប្រេងឆាខ្ញុំប្រើប្រភេទខ្លាញ់ជ្រូកដែលចំហៀវខ្លួនឯងអញ្ចឹងណាបងបងឬក៏ប្រេងអូលីវអីចឹងទៅប្រេងឆាខ្ញុំប្រើតែពេលចង់អំពងត្រីច្រើនអីនឹងបានខ្ញុំដាក់អំពងចានេះខ្ញុំដាក់គ្រឿងដាក់ក្រូវហើយត្រីយើងរៀងឆ្អិនហើយយើងដាក់ជាមួយនឹងផ្សិតចាដាក់ផ្សិតហើយដាក់បន្ថែមជាមួយនឹងតងលពៅមុនបន្ទាប់មកដាក់ស្លឹកបាសចាដាក់ស្លឹកបាសហើយគឺជាចុងក្រោយយើងបន្ថែមជាមួយនឹងម្អមរបស់យើងចាហើយសម្រាប់ការស្លឲ្យមានក្លិនឈ្ងុយម្អមបងកុំភ្លេចធ្វើតាមខ្ញុំដូចខ្ញុំប្រាប់នៅដើមវីដេអូអញ្ចឹងណាបងគឺមានក្លិនឈ្ងុយខ្លាំងមែនតើចាគួរឲ្យចង់ញ៉ាំណាចាហើយម្ហូបរបស់យើងគឺមាន2មុខហ្នឹងហើយគោបន្ថែមជាមួយនឹងអាឡឹកទុំរបស់យើងមួយទៀតចារសជាតិគឺថាឆ្ងាញ់ឆ្ងាញ់បាយអស់ពីឆ្នាំទៀតហើយបងបងទាំងអស់គ្នាអញ្ចឹងបងកុំភ្លេចសាកល្បងធ្វើទាំងអស់គ្នាសំខាន់យើងនៅជនបទបានបន្លែធម្មជាតិគ្រប់មុខហើយបន្ថែមជាមួយត្រីចៀនទៀតកាន់តែ